មហាសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមីទេវតាសោយឈាមនឹងមានទំនាយទាយគ្រោះកាចច្រើនយ៉ាងនេះឆ្នាំថ្មីឆ្នាំមមីទេវតាសោយឈាមមហាសង្ក្រាន្តនឹងចូលមកនៅថ្ងៃទី14ខែមេសាឆ្នាំ2026វេលាម៉ោង 10:48 នាទីព្រឹកទំនាយទាយថានឹងកើតអន្តរាយភ្លើងឆេះនិងជំងឺផ្សេងៗឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026មហាសករាជ1948ចលសករាជ1388សុភមស្ដោវរៈមង្គលាជយាតិរៈព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2569ត្រឹមថ្ងៃសុក្រ15កើតខែពិសាខលុះដល់ថ្ងៃសៅរ៍1រោចខែពិសាខឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570និងគណនាឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីព្រឹកពេលនោះព្រះអាទិត្យយាងចេញពីមីនរាសីទៅឋាននៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាអគ្គនាយិកាព្រះនាមរក្ខសាទេវីជារាជបុត្រទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពើពណ៌ខ្មៅលំអនៅព្រះកាយដោយសៀតឈូកអភរណៈកៅមនោរាភក្សាហាទ្រង់សោយលោហិតឬឈាមព្រះហស្តស្ដាំទ្រង់ធ្នូព្រះហស្តឆ្វេងទ្រង់ត្រីសោទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យឬសត្វសេះជាមកៈពាហនៈទើបនាំអស់ទេវបុត្រទេវធីតាទាំង100,000កោដហោះទៅកាន់គុហាកែវធម្មមាលីនាទីភ្នំកៃឡាសខេត្តហម្មពានជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំង100,000កោដចូលទៅស្រង់ទឹកអនោតមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង7ត្រជាក់ក្សេមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានសិលដោយសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អភមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខសេមសាន្តតរៀងទៅឯកសារបុរាណស្ដាំកាន់ធ្នូឆ្វេងកាន់សោគង់លើសុករៈសត្វជ្រូកដោយឯកឧត្តមអឹមបូរិនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការស្រាវជ្រាវវិទ្យាហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីព្រឹកជាថ្ងៃចូលឆ្នាំវិរៈមហាសង្ក្រាន្តថ្ងៃពុធ13រោចខែចែកត្រូវនឹងថ្ងៃទី15ខែមេសាគ្រិស្តសករាជ2026ជាវិរៈវ័នបត្តិថ្ងៃប្រហោះ14រោចខែចែកត្រូវនឹងថ្ងៃទី16ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 14:40 នាទី12វិនាទីជាវិរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរណ៍ចូលជាសកលឆ្នាំមមីអត្តស័កមហាសករាជ1948ចលសករាជ1388តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អញ្ញតេរយៈជាចិត្តអប្រ័យជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានេះដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រតិបត្តិល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសន្តិទានតាមប្រពៃណីរក្សាសិល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសព្វសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅរណ្ដាប់ទទួលទេវតារណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរៀងទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងៗត្រូវរៀបក្រាលសម្ពុតពណ៌សឬសម្ពុតតាមអំពរទេវតាក៏បានហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាចបាយសី9ថ្នាក់1គូបាយសី7ថ្នាក់1គូបាយសី5ថ្នាក់1គូ
បាយសី3ថ្នាក់1គូបាយសីបច្ឆា1គូស្លាធម៌1គូទឹកអប់1គូទៀន5ធូប5លាជ5ផ្កា5ដាក់លើជើងពៀន1គូចេកនួនចេកណាំវ៉ាដាក់លើជើងពៀន1គូផ្លែឈើ11មុខរៀបដាក់លើជើងពៀន11គូដងឡៅ1គូទឹកស្អាត2កែវស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមន្ទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកលុះចប់ពិធីទទួលទេវតានៅខាងដើមរៀនគួរមានខ្លះមួយបាំងផងនៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពៀននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺទំនាយតាមថ្ងៃសង្ក្រាន្តក្នុងឆ្នាំមមីអត្តស័កទំនាយថ្ងៃមហាសង្ក្រាន្តត្រូវនឹងថ្ងៃអង្គារទំនាយថាឆ្នាំនេះនឹងកើតអន្តរាយកណ្ដាលទីក្រុងកើតមានភ្លើងឆេះយ៉ាងសាហាវកើតនៅចោលចិត្តកាចច្រើនឡើងមនុស្សប្រាជ្ញជាមានចិត្តអាក្រក់ហើយមានជំងឺដំកាត់ច្រើនជាទីបំផុតមិនល្អមនុស្សផងទាំងឡាយនឹងកើតទុក្ខសោករោគភ័យស្លាប់ព្រោះជំងឺផែនដីនឹងស្ងួតហួតហែងដើមឆ្នាំនឹងមានភ្លៀងបន្តិចបន្តួចនឹងកើតកលយុគសង្គ្រាមច្បាំងគ្នាមនុស្សផងទាំងឡាយទទួលនៅក្តីលំបាកជាច្រើនអនេកទំនាយថ្ងៃវណ្ណបត្តិត្រូវនឹងថ្ងៃពុធទំនាយថាឆ្នាំនេះស្រូវអង្ករនិងផ្លែឈើថ្លៃមនុស្សទាំងឡាយនឹងក្តៅក្រហាយចិត្តជាទីបំផុតស្ត្រីទាំងឡាយនឹងត្រូវនិរាសប្រត់ប្រាស់ពីទីកន្លែងរស់នៅទៅនៅទីដតីផ្សេងទំនាយថ្ងៃឡើងស័កត្រូវនឹងថ្ងៃប្រហ័សទំនាយថាឆ្នាំនោះសាមណៈព្រានាចារ្យនឹងប្រណិប័តចូលចិត្តដោយធម៌ដែលប្រសើរវិសេសភ្លៀងច្រើនស្រូវល្អទំនាយវេលាចូលឆ្នាំវេលាព្រឹកទេវធីតាទ្រង់គង់ឈរលើមគ្គពីហណៈទំនាយថាខុនណាងទាំងឡាយនឹងក្តៅក្រហាយជាអនេកបរិជនទាំងឡាយនឹងមានសេចក្តីវិបត្តិប្រែត្រឡប់ទៅជាប្រការដតីផ្សេងនានាអនេកអត្ថបទនេះយោងតាមសៀវភៅមហាសង្ក្រាន្តឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ1948ចលសករាជ1388មហាសង្ក្រាន្តខ្មែរចិនសកលរបស់ឯកឧត្តមអឹមបូរិនវិជាហោរាខ្មែរសូមបញ្ជាក់ផងដែរថាទេវតាឆ្នាំថ្មីឆ្នាំមមី2026នេះទ្រង់សោយលហិតជាភសាហាឬឈាមជាអាហារបងប្អូនអាចរៀបចំជាឈាមជ្រូកឬទឹកសេរ៉ូពណ៌ក្រហមឬវត្ថុរាវដែលមានពណ៌ក្រហមមិនមែនសំដៅដល់លោហិតឬឈាមមនុស្សឡើយនាងខ្ញុំលេរ៉ានីមពីកម្មវិធី60 Bus